អត់ទោះនៃជនយើងបន្តនៅវគ្គនេះគឺជាកិច្ចពិភាក្សាពិសេសក្រោមប្រធានបទមហាស្នាប្រហ័សរបស់សម្ដេចព្រះមហាក្សត្រីព្រះបរមរាជមាតាធិខ្មែរក្នុងបុព្វហេតុឧត្តមប្រយោជន៍ជាតិនិងព្រះនគរដែលវិភាគការីគឺលោកខៀវកូឡាបាទសូមជំរាបសួរបាទជំរាបសួរលោកថាបាទជំរាបសួរបាទថ្ងៃនេះយើងឃើញថាជាព្រឹត្តិពិធីបុណ្យចម្រើនប្រជជនព្រះវស្សារបស់សម្ដេចព្រះមហាក្សត្រីគម្រប់90យើងចូល91ព្រះវស្សាបាទដូច្នេះខ្ញុំបាទចង់ឲ្យលោកខៀវកូឡាបាទលើកឡើងក៏ដូចជាអត្ថាធិប្បាយត្រួសអំពីជីវប្រវត្តិរបស់ព្រះអង្គជូនទៅដល់ទស្សនិកជនចិត្តឆ្ងាយបានស្ដាប់និងទស្សនាផងបាទអរគុណលោកថាវ៉ាន់បាទជាបឋមក្នុងពវិកឱកាសដ៏មហានក្ខត្តវិទ្យចម្រើនប្រជជនគម្រប់90យើងចូល91ព្រះវស្សារបស់សម្ដេចព្រះមហាក្សត្រីនរោត្តមនីនាថសីហនុព្រះវររាជមាតាជាតិខ្មែរយើងទូព្រះបង្គំសូមសម្បូរសង្រងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំង3ទេពតារក្សាស្វេតឆ័ត្រនិងជាពិសេសដួងព្រះវិញ្ញាណក្ខន្ធនៃព្រះបរមរតនកោដ្ឋសូមព្រះប្រទានពរជ័យសិរីមង្គលបវរមហាប្រសើរបំផុតថ្វាយចំពោះសម្ដេចព្រះមហាក្សត្រីសូមព្រះអង្គមានពរិសុខភាពល្អបរិបូរណ៍ប្រកាយពលមាំមួនមានព្រះជន្មាយុជាង100ព្រះវស្សាយូរអង្វែងឆ្នាំដើម្បីគង់ប្រថាប់ជាមលុបដល់ប្រជាជនរាស្ត្រកូនចៅនៅក្នុងព្រះនគរកម្ពុជារបស់ព្រះអង្គបាទដោយសារថ្ងៃនេះចម្រើនប្រជជនព្រះអង្គគម្រប់យើងចូល91ព្រះវស្សាហើយលោកថាវ៉ាន់ក៏សួរសំណួរនេះខ្ញុំសូមដកស្រង់ពីជីវប្រវត្តិពីឯកសារផ្លូវការពីបណ្ណាល័យសម្ដេចព្រះមហាក្សត្រីដែលមានឯកឧត្តមឆាំងយុអាយកៈឧជាទូតអមពវិខុទ្កាល័យព្រះមហាក្សត្រមានឋានៈស្មារតីមន្ត្រីបានដាក់តម្កល់នៅទីនោះបាទបើតាមឯកសារផ្លូវការនេះគឺដែលយើងយកពីបណ្ណាល័យសម្ដេចព្រះមហាក្សត្រីគឺបានបញ្ជាក់ថាសម្ដេចព្រះមហាក្សត្រីព្រះវររាជមាតាព្រះអង្គប្រសូតនៅទីក្រុងសៃហ្គននៅថ្ងៃទី18ខែមិថុនាឆ្នាំ1936និងទទួលព្រះនាមដើមប៉ូលម៉ូនិកអ៊ីស៊ីដែលជាចំណងអាពាហ៍ពិពាហ៍រវាងលោកចៅខុនពុំពីងនិងលោកហ្វ្រង់សងស័រអ៊ីស៊ីជនជាតិបារាំងមានកំណើតអ៊ីតាលីលោកជានាយកគ្រប់គ្រងរបស់ធនាគារ Credit Foncier ប្រចាំទីក្រុងភ្នំពេញនិងទីក្រុងសៃហ្គននាពេលនោះធនាគារ Credit Foncier គឺជាធនាគារតម្កល់វត្ថុប្រចាំជាតិរបស់ប្រទេសបារាំងដែលមានបើកសាខាប្រតិបត្តិការនៅអនុចិនលោកហ្វ្រង់ស័រអ៊ីស៊ីធ្លាប់ជាមិត្តជិតស្និទ្ធជាមួយរូបរបស់ព្រះករុណាប្របាទនរោត្តមសរមរិទ្ធព្រះបិតារបស់ព្រះករុណាប្របាទសម្ដេចព្រះនរោត្តមសីហនុលោកចៅខុនបំពេងគឺជាបុត្រីរបស់អ្នកស្រីអុកធ្លាប់រៀបអាពាហ៍ពិពាហ៍មង្គលជាមួយព្រះអង្គម្ចាស់នរោត្តមឌួងចក្រដែលជាបុត្រាច្បងរបស់អតីតព្រះមហាក្សត្រព្រះករុណាប្របាទនរោត្តមសម្ដេចព្រះមហាក្សត្រីនរោត្តមនីនាថសីហនុបានបញ្ចប់ការសិក្សាកម្រិតបឋមភូមិនៅវិទ្យាល័យព្រះនរោត្តមហើយបន្ទាប់មកបានបន្តការសិក្សារហូតដល់បញ្ចប់កម្រិតសិក្សាចំណេះទូទៅនៅវិទ្យាល័យព្រះស៊ីសវត្តក្រោយមកទៀតនៅសាលាលីសេដេកាតក្នុងរាជធានីភ្នំពេញសម្ដេចព្រះមហាក្សត្រីជាវររាជបិតាព្រះអង្គចូលយ៉ាងសកម្មនៅក្នុងសកម្មភាពកីឡានៅសាលាលីសេដេកាតតាមរយៈសមាជិកភាពរបស់ព្រះអង្គនៅក្នុងក្រុមបាល់ទះនិងបាល់បោះប្រចាំសាលានៅក្នុងខែមេសាឆ្នាំ1952សម្ដេចព្រះមហាក្សត្រីព្រះវររាជបិតាព្រះអង្គបានរៀបអវិហមង្គលជាមួយករុណាប្របាទសម្ដេចនរោត្តមសីហនុព្រះបរមរាជកោដ្ឋព្រះមហាក្សត្រនិងបន្តមកទៀតបានទទួលគោរមងារជាព្រះជាយាប្រកាន់ណាព្រះមហាវីរក្សត្រព្រះវររាជបិតានិងសម្ដេចព្រះមហាក្សត្រីព្រះវររាជបិតាព្រះអង្គមានបុត្រា2ព្រះអង្គគឺប្រកាន់ណាប្របាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនីព្រះមហាក្សត្រកម្ពុជាបច្ចុប្បន្នប្រសូតនៅថ្ងៃទី14ខែឧសភាឆ្នាំ1953និងត្រូវបានទោសតាល់ជាព្រះមហាក្សត្រនៃប្រជាណាចក្រកម្ពុជានៅថ្ងៃទី14ខែតុលាឆ្នាំ2004និងសម្ដេចនរោត្តមរវិនរពងប្រសូតនៅថ្ងៃទី18ខែកញ្ញាឆ្នាំ1954ប៉ុន្តែគួរសោកស្ដាយព្រះអង្គបានសោយជីវង្គតនៅថ្ងៃទី8ខែតុលាឆ្នាំ2003បាទនេះជាប្រវត្តិជីវប្រវត្តិទូរបស់ព្រះអង្គសូមបញ្ជាក់ថានៅក្នុងអំឡុងទសវត្សរ៍ឆ្នាំ60កាកបាទខំកម្ពុជាបានដើរតួនាទីសំខាន់ក្នុងការផ្តល់ជំនួយតែការនោះព្រះអង្គគង់ប្រថាប់ជាប្រធានកាកបាទខំកម្ពុជាហើយសប្តាហ៍ថ្ងៃព្រះអង្គជាព្រះប្រធានកិត្តិយសដែលមានសម្ដេចប៊ុនរ៉ានីជាប្រធានគាំទ្រដល់ប្រជាជនកម្ពុជាបាទប្រកាសណានរោត្តមសីហនុព្រះអង្គតែងចាត់ទុកការធ្វើបដិសណ្ឋារកិច្ចទទួលស្វាគមន៍
តែអង្គយើងបំពេញវិជាសកិច្ចផ្លូវការទៅកាន់ប្រទេសនានាដោយមានទទួលបានសិទ្ធិចូលកោនក្នុងទឹកដីសាធារណៈប្រជាជនចិត្ត
បានលោកឆាំងយូបបបែមកជាភាសាខ្មែរគឺថាល្អល្អះស្មើនឹងកវីស្មើនឹងនិពន្ធដែលលំដាប់តំបន់លំដាប់ពិភពលោកផងបាទ ដូច្នេះបាទជាចុងក្រោយក្នុងនាមលោកហ៊ីវកូឡាជាអ្នកសារព័ត៌មានជើងចាស់និងមានបទពិសោធន៍ក្រាស់ក្រែលក្នុងការប្រើប្រាស់រាជស័ព្ទថាតើលោកមានអ្វីបន្ថែមទៅកាន់ទស្សនិកជនជាពិសេសយុវជនបាទនៅក្នុងបរិយាកាសដ៏មហានគរឧត្តមឧត្តមនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មសម្ដេចព្រះមហាក្សត្រីព្រះបរមរាជមាតាជាខ្មែរនៅពេលនេះបាទ បាទក្រៅពីថ្វាយពពកព្រះអង្គសម្បូរសង្រងឲ្យព្រះអង្គមានបជនមានយុយឺនយូរជាង100ភាសា110 120 130អញ្ចឹងទៅណាខ្ញុំក៏មានយោបល់ក្នុងនាមអ្នកសារព័ត៌មានក៏ធ្លាប់បានដង្ហែព្រះអង្គក្នុងនាមជាអ្នកសារព័ត៌មាននឹងសូមឲ្យប្រជារាស្ត្រយើងទាំងអស់កត់ត្រាចងចាំពីស្នាព្រះហស្ថដ៏ធំធេងរបស់ព្រះអង្គក្នុងការជួយនគរកម្ពុជាឲ្យរស់ឡើងវិញឲ្យតែចាស់តែចង់ដូចបច្ចុប្បន្ននេះហើយជាពិសេសខាងបងប្អូនយុវវ័យនឹងត្រូវដឹងថាក្រៅពីភាសាអង់គ្លេសក្រៅពីភាសាចិនក្រៅពីភាសាផ្សេងដែលយើងខិតខំរៀនសូត្រហ្នឹងកុំភ្លេចភាសាខ្មែរបាទហើយភាសាខ្មែរហ្នឹងមានរាជស័ព្ទមានសង្ឃស័ព្ទមានរាជស័ព្ទអញ្ចឹងនៅក្នុងការប្រស្រ័យតាក់ទងជាសំណេរជាការនិយាយទៅកាន់សម្ដេចព្រះមហាក្សត្រីយើងប្រើរាជស័ព្ទដូចជាបរិយាអញ្ចឹងទូព្រះបង្គំស្ត្រីអញ្ចឹងគឺខ្ញុំប្រចាំហើយខំសិក្សាខំរៀនសូត្រប្រទេសយើងជាប្រទេសរាជានិយមអាស្រ័យធម្មនុញ្ញក្រមប្រសាវិសម្បត្តិចូលតាំងមហាក្សត្រហើយសម្ដេចតេជោហ៊ុនសែនគឺជាតួអង្គដ៏សំខាន់បំផុតមួយក្នុងការកសាងរបបរាជានិយមឡើងវិញតាមរដ្ឋធម្មនុញ្ញថ្ងៃ24កញ្ញាឆ្នាំ1993ខ្ញុំមានពាក្យផ្ដាំផ្ញើថាយុវជនចំនួនក្រោយខំរៀនរាជស័ព្ទហើយសិភៅរាជស័ព្ទនេះគឺថាមានតម្កល់ទុកនៅកន្លែងបណ្ណាល័យសម្ដេចព្រះមហាក្សត្រីដែលខ្ញុំលើកកំបាញ់មិញនោះបើកចំហជូនសាធារណជននៅភ្នំពេញក្រៅពីនឹងយើងអាចរកឃើញពាក្យរាជស័ព្ទផ្សេងទៀតនៅក្នុងវចនានុក្រមនៅក្នុងការប្រស្រ័យតាក់ទងសូមបញ្ជាក់ឡើងវិញថាខ្មែរត្រូវតែចេះរាជស័ព្ទពីពួកខ្មែរមានរាជវង្សានុវង្សខ្មែរមានព្រះមហាក្សត្រហើយខ្មែរត្រូវតែចេះសង្ឃស័ព្ទពីពួកខ្មែរមានពុទ្ធសាសនាជាសាសនារបស់រដ្ឋក្រៅពីការចេះដឹងទាំងអស់នេះគឺធ្វើឲ្យយើងថ្លៃថ្នូរយើងរៀនភាសាបរទេសបន្ថែមទៀតយើងរៀនប្រវត្តិសាស្ត្រយើង100ឆ្នាំ70ឆ្នាំចុងក្រោយនេះយើងមើលឃើញថាសម្ដេចព្រះមហាក្សត្រីលោកមានបរិយាគុណូបការៈដ៏ធំធេងបំផុតចំពោះព្រះនគរគឺថាព្រះអង្គបាននៅណេបនិតជាមួយនឹងព្រះស្វាមីព្រះបរមត្ថនកោដ្ឋហើយសប្តាហ៍ថ្ងៃព្រះអង្គបាននៅក្បែរព្រះរាជបុត្រព្រះអង្គដើម្បីជួយព្រះរាជបុត្រក្នុងកិច្ចការគ្រងរាជសម្បត្តិក្នុងព្រះបរមរាជសម្បត្តិសាជាថ្មីម្ដងទៀតគឺថាខ្ញុំមានយោបល់យ៉ាងខ្លីថាខ្មែរត្រូវតែចេះរាជស័ព្ទបាទជាពិសេសអ្នកសារព័ត៌មានត្រូវតែចេះរាជស័ព្ទបើមិនចេះទេត្រូវរៀនសូត្ររាជស័ព្ទឲ្យបានចេះគ្រប់គ្នាហើយសង្ឃស័ព្ទផងហើយរាជស័ព្ទផងខ្មែរត្រូវរៀនសរសេរអក្សរខ្មែរទាំងសង្ឃស័ព្ទទាំងរាជស័ព្ទទាំងរាជស័ព្ទឲ្យបានល្អប្រពៃមុននឹងឈ្មោះទៅរៀនភាសាអង់គ្លេសបារាំងចិនវៀតណាមនិងភាសាបរទេសផ្សេងទៀតបាទអរគុណច្រើនលោកខៀវបាទ